ឡើងក្រេវាមិនឡើងខាងក្នុងនិងខាងក្រៅការបង្រៀននេះមិនអាចត្រូវបានគេក្រោកឡើងតើអ្នកណាឲ្យអ្នកទីពិតនេះគឺជាទីពិតអំណាចខាងក្នុងរបស់វងណាស់តាមពិតអ្នកគឺជាមេ5ជាន់លោកគ្រូតើគាត់អាចទៅជាយុវជនអាយុ12ឆ្នាំម្នាក់តើគាត់គឺជារឿងព្រេងនិទានមួយក្នុងចំណោមចៅវាយ5ជាន់លោកគ្រូសូមមេត្តាជួយភ្នែកខ្ញុំបានធ្វើបាបយើងសមនឹងស្លាប់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 តើអ្នកជានរណាតើខ្ញុំជាអ្នកណាអ្វីដែលសំខាន់តើអ្នកបានគិតវាទេតើអ្នកជាចិនហ្វ្យូឬឈុតមានតើអ្នកអាចធ្វើជាមិនអាចទៅរបៀបណាតើអ្នកជានរណាអ្នកមិនមែនជាពេលឲ្យជូនទេតើខ្ញុំជានរណាខ្ញុំគ្រាន់តែជាប្រពន្ធដែលគ្រួសារខ្ញុំបោះបង់ប្រពន្ធបាទអ្នកគឺជាប្រពន្ធនៃគ្រួសារពេលរបស់យើងហេតុអ្វីបានជាអ្នកយកតំណែងគ្រួសារពេលយកតំណែងគ្រួសារពេលរបស់អ្នកខ្ញុំសមនឹងទទួលបានតំណែងពីគ្រួសារពេលខ្ញុំបានត្រឡប់មកគ្រាន់តែដោយសារតែខ្ញុំចង់ត្រឡប់ទៅខ្ញុំបានដើម្បីសល់ឲ្យវាទៅអ្នកគឺជាជនក្បត់លោកគ្រូពិភពសិល្បៈក្បាច់គុណគឺអស្ចារ្យតាំងពីលោកចាស់វ័យចាប់តាំងពីចៅវាយជាសំណាងរបស់យើងដែលមានគាត់ច្បាស់លោកគ្រូដោយមានជំនួយពីខ្ញុំមិនអាចយកឈ្នះគ្រួសារពេលបានសូមពិចារណាឡើងវិញផងលោកគ្រូតើអ្នកស្គូទេគាត់ជាប្រពន្ធធ្វើម៉េចឲ្យប្រពន្ធធ្វើម្ចាស់តើអ្នកអាចឲ្យនាងធ្វើជាមេបានដោយរបៀបណាសាំងលីងស៊ូអ្នកតើអ្នកហ៊ានយ៉ាងម៉េចអ្នកនាំនរណាម្នាក់មកបំបីគ្រួសារពេលនៃជើងស៊ូគ្រាន់តែជាក្រុមដែលចេះតែលុតជង្គង់អ្នកពិតជាអនុញ្ញាតឲ្យខ្ញុំបើកភ្នែករបស់ខ្ញុំលោកគ្រូកុំឆ្លើយពេកហេតុអ្វីផ្ទះរស់រវើកកំលេះតើអ្នកនៅទីនេះដើម្បីស្វាគមន៍ភ្ញៀវរបស់អ្នកទេហេតុអ្វីបានជាអ្នកបំបីគ្រួសារពេលរបស់ខ្ញុំតើនេះជានរណាហ៊ានយ៉ាងណាគ្រួសារពេលនៃជើងស៊ូហើយអ្នកគួរតែទទួលទោសតើអ្នកឈ្មោះអ្វីខ្ញុំសេកសិនអ្វីស្តេតសិន3ក្នុងចំណោមប្រជាជនហ៊ានរាប់លានមហិច្ឆតានិងមហិច្ឆតាបំផុតលោកគ្រូ QIN ខ្ញុំមិននឹកស្មានថាអ្នកជាសមាជិករបស់សិនថាគ្រូសាសង្គ្រោះ2000នេះនៅទីនេះដើម្បីក្រអើក្រតមណាស់អារម្មណ៍ល្អត្រូវមើលឃើញហេតុផលសាមញ្ញមេគ្រូសាពេលនឹងមិនយល់ទេពេលស្យន់ឥឡូវនេះព្រះអង្គម្ចាស់ចាប់អារម្មណ៍លើគ្រូសារបស់អ្នកព្រះអង្គម្ចាស់មាន70បុរសផ្ដល់ឲ្យអ្នកនៅឲ្យប្រពលវាទៅមិនចាំបាច់ជាបន្ទុកទេអ្នកមានន័យថាមិនចាប់អារម្មណ៍គ្រូសាខ្ញុំទេបាទតងជាតិដែក300គ្វា00រួចរាល់ហើយអ្វីគ្រប់យ៉ាងគឺមានតែលុយទេយកទ្រព្យសម្បត្តិគ្រួសារពេលរបស់អ្នកបង្កើតកងទ័ពឡើងយកអំណាចរបស់ជាងស៊ូជាអាវុធខ្ញុំនឹងចាប់តាមកងទ័ពពេលស្យន់ខ្ញុំសួរអ្នកមហិច្ឆតានិងមហិច្ឆតាបំផុតគឺអ្នកឬវាមិនមែនទេលោកគ្រូនេះព្រះអង្គម្ចាស់មានចិត្តយើងគូលោកគ្រូអ្នកដែលដឹងការពិតគឺមុនគេគ្រួសារពេលរបស់យើងមិនអាចទប់ទល់នឹងទងជាតិដែក300ខ្មត់00គ្រួសារពេលរបស់យើងបានរស់នៅក្នុងជាអ្នកគ្រាន់តែស្ដាប់អ្វីដែលអ្នកឆ្នាំមកហើយចុះចាញ់នឹងគ្នាតើអ្នកចង់ឲ្យយើងធ្វើជាឆ្កែរបស់អ្នកទេអ្នកជាមនុស្សវង្វេងព្រះអង្គម្ចាស់សូមគ្រាន់តែជាពេលមិនចាំបាច់ធ្វើជាសត្រូវរបស់អ្នកទេខ្ញុំអាចបង្រៀនអ្នកនៅមេរៀនមួយសម្រាប់បុរសចំណាស់ម្នាក់នេះដែលមិនចេះគឺជាមនុស្សកំបងវល់ពេលស្យន់ពេលវេលារបស់អ្នកអស់ហើយស៊ឺស៊ីប៉ាអ្នកគឺគួរឲ្យស្អប់ខ្ពើមឧត្តមគតិរបស់អ្នកគឺគួរឲ្យស្អប់អ្នកនៅតែដល់ក្តៅអ្នកជាវីរៈតើវាមែនទេឧត្តមរបស់អ្នកបុរសចំណាស់នេះរឹងរូសណាស់ប៉ុន្តែខ្ញុំនឹងយកគាត់ចុះ
Passion Passion គ្មានបញ្ហាអ្វីទេអ្នកនឹងនៅតែមានឈាមគ្រួសារពេនាមត្រកូលរបស់អ្នកគឺ3សូមជួយសង្គ្រោះគ្រួសារពេជួយសង្គ្រោះគ្រួសារពេនេះជាការបង្គាប់របស់គ្រួសារពេចាប់ពីពេលនេះតទៅអ្នកគឺជាមេគ្រួសារពេបើអ្នកសុខចិត្តសង្គ្រោះគ្រួសារដែលអ្នកចង់បានជួបលោកជំទាវគ្រួសារពេទាំងមូលគឺជារបស់អ្នកគាត់គឺ